លោកស្រីវុនពៅត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកកញ្ជ្រៀកខេត្តព្រៃវែងនាព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026រដ្ឋបាលស្រុកកញ្ជ្រៀកបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោកស្រីវុនពៅអតីតអភិបាលរងស្រុកស៊ីធើកណ្ដាលឲ្យមកកាន់មុខតំណែងថ្មីជាអភិបាលរងនៃគណៈអភិបាលស្រុកកញ្ជ្រៀកពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអនភិរិយអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសួរសុមាលីនអភិបាលនៃគណៈអភិបាលខេត្តដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបការតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងនាពេលនេះដើម្បីពង្រឹងសមត្ថភាពដឹកនាំនិងជំរុញប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឱកាសនោះលោកស្រីវុនពៅបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំដែលបានផ្ដល់ទំនុកចិត្តនិងបានបដិញ្ញាចិត្តថានឹងខិតខំបំពេញភារកិច្ចថ្មីនេះឲ្យបានល្អបំផុតស្របតាមច្បាប់និងគោលនយោបាយរបស់រដ្ឋាភិបាលមានប្រសាសន៍នៅក្នុងពិធីនោះលោកអនភិរិយបានសម្ដែងនៅការកោតសរសើរចំពោះស្នាដៃរបស់លោកស្រីវុនពៅនាពេលកន្លងមកព្រមទាំងបានផ្ដាំផ្ញើឲ្យលោកស្រីបន្តខិតខំប្រឹងប្រែងបង្កើនសាមគ្គីភាពផ្ទៃក្នុងនិងសហការល្អជាមួយក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកកងកម្លាំងនិងមន្ត្រីពាក់ព័ន្ធទាំងអស់ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀកឲ្យកាន់តែមានប្រសិទ្ធភាពនិងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលោកស្រីវុនពៅត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងស្រុកស៊ីធើកណ្ដាលមកជាអភិបាលរងស្រុកកញ្ជ្រៀកវិញដែលរំពឹងថានឹងនាំមកនូវបទពិសោធន៍ថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាននេះឲ្យកាន់តែប្រសើរឡើង។